រុស្ស៊ីជួបហេតុការណ៍បាក់ស្ពានពីកន្លែងផ្សេងគ្នានៅតំបន់ជាប់ព្រំប្រទល់អ៊ុយក្រែនមូស្គូអាញាធននៅប្រទេសរុស្ស៊ីនៅថ្ងៃអាទិត្យនេះបានដឹងថាកាលពីវេលាយប់កន្លងទៅមានហេតុការណ៍បាក់រលំស្ពានចំនួន2កន្លែងនៅតំបន់ផ្សេងគ្នាជាប់ព្រំប្រទល់ជាមួយអ៊ុយក្រែនជាហេតុការណ៍បង្កឲ្យមានមនុស្សមួយចំនួនបាត់បង់ជីវិតនិងជាច្រើនអ្នកទៀតរងរបួសនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអាទិត្យទី1ខែមិថុនាឆ្នាំ2025ហេតុការណ៍បាក់រលំស្ពានទី1បានកើតឡើងនៅតំបន់ Brian វាគឺជាស្ពានផ្លូវថ្នល់ Highway ហើយបានបាក់ស្រុតទៅលើផ្លូវដែកដែលស្ថិតនៅខាងក្រោមជាមូលហេតុធ្វើឲ្យរថភ្លើងដោយអ្នកដំណើរមួយខ្សែបុកជាមួយនឹងគំនរដួលរលំនៃស្ពាននោះរួចរអិលធ្លាក់ចេញពីផ្លូវជាលទ្ធផលមនុស្សយ៉ាងហោចណាស់7នាក់បានបាត់បង់ជីវិតខណៈ69នាក់ផ្សេងទៀតបានរងរបួសដំបូងឡើយអាជ្ញាធរផ្លូវដែករុស្ស៊ីបានបង្ហោះសារនៅបណ្ដាញ Telegram ថាករណីបាក់ស្រុតខាងលើគឺបណ្ដាលមកអ្វីដែលហៅថាការជ្រៀតជ្រែកខុសច្បាប់ក្នុងប្រតិបត្តិការដឹកជញ្ជូនប៉ុន្តែក្រោយមកសារនោះក៏ត្រូវបានលុបទៅវិញស្រាប់តែប៉ុន្មានម៉ោងក្រោយមកក៏មានហេតុការណ៍បាក់រលំស្ពានមួយកន្លែងទៀតដែលជាស្ពានផ្លូវដែកនៅតំបន់ Kursk ដែលស្ថិតនៅជាប់ព្រំដែនអ៊ុយក្រែនដូចគ្នាស្ពាននោះបានបាក់ស្រុតពេលរថភ្លើងដឹកទំនិញមួយគ្រឿងកំពុងបើកឆ្លងកាត់ផ្នែកនៃរថភ្លើងបានធ្លាក់ទៅលើផ្លូវថ្នល់ដែលនៅខាងក្រោមស្ពានហើយបើយោងតាមព័ត៌មានបឋមអ្នកបើករថភ្លើងបានរងរបួសគូបញ្ជាក់ថាភ្លាមគេមិនទាន់ដឹងច្បាស់នៅឡើយថាតើហេតុការណ៍បាក់ស្ពានទាំងពីរបណ្ដាលមកពីអ្វីឲ្យប្រកប